សូមគោរពជំរាបសួរដល់បងប្អូនទាំងគ្នាជាអតិថិជនរបស់ Smart Robot Shop Care ទាំងចាស់ទាំងថ្មីទាំងគ្នាបាទថ្ងៃនេះយើងនឹងធ្វើការ unboxing នៅប្រភេទកូនឡានមួយដែលជាប្រភេទកូនឡានបញ្ជាជាប្រភេទថ្មសាកហើយកូនឡាននេះជាប្រភេទកូនឡានមួយដែលយើងអាចនិយាយថាជាកូនឡានដែលយើងលក់ដាច់ខ្លាំងជាងគេហើយបើយើងនិយាយពីតម្លៃវិញគឺ special មែនទែនបាទតម្លៃគឺត្រឹមតែ$15តែប៉ុណ្ណោះហើយបើយើងនិយាយពីទំនើបវិញគឺកូនឡាននេះទំនើបបងប្អូនទាំងមានភ្លើង LED នៅខាងមុខនៅខាងនេះវាខាងលើក៏មានខាងក្រោយក៏មានហើយភ្លើង LED នេះយើងអាចបញ្ជាបិទបើកបានតាម tele remote control ទៀតអូខេអញ្ចឹងយើងនឹងឆែកមើលតើគ្នាថាតើរូបរាងវាស្អាតប៉ុណ្ណាហើយនៅពេលដែលយើងដាក់ testing វាកម្រិតណានេះរូបរាងរបស់វាបងប្អូនទាំងបាទរូបរាងវាបែបនេះខ្ញុំដោះវាចេញបែបហ្នឹងទៅដើម្បីឲ្យបងប្អូនទាំងគ្នាងាយមើលទាំងអស់គ្នាបាទហើយមកឈុតរបស់វាគឺមានខ្សែសាកមួយមានទូលវីសមួយនៅនេះបាទទូលវីសនេះគឺសម្រាប់ដោះខ្ចៅនៅខាងក្រោមដើម្បីយកថ្មចេញបាទដើម្បីយកថ្មនេះថ្មកូនឡាននៅខាងក្នុងបាទហើយនេះជាប្រភេទ tele នៃកូនឡាននេះខ្ញុំដាក់ថ្មជូនចូលក្នុង tele remote control ទៀតយើងនឹងធ្វើការ testing ទាំងអស់គ្នាបងប្អូនគ្នាបាទយើងធ្វើការ testing នៅកូនឡាននេះទាំងអស់គ្នាហើយកូនឡាននេះយើងអាចនិយាយបានថាជាកូនឡានដែលលក់ដាច់ខ្លាំងជាងគេហើយយើងធ្លាប់យកមកប្រហែលដងហើយតែក្រោយមកគឺវាដាច់ stock យូរទៅបងប្អូនគ្នាបាទតែឥឡូវយើងបានបញ្ជាទិញវាឡើងវិញបាទកំងវាមកឡើងវិញហើយសម្រាប់កូនឡាននេះគឺយើងបញ្ជារហូតដល់ប្រហែលជិត100គ្រឿងបាទជិត100គ្រឿងបងប្អូនគ្នាបាទគឺបែបនេះយើងដាក់ចាំមកបាទយើងមូខ្ចៅចូលវិញមកបាទតែលេងទុកចឹងសិនហើយខ្សែសាកទល់វិញខ្ញុំយកចោលបន្តិចបាទខ្ញុំដោះឡានហើយកូនឡាននេះជាប្រភេទកូនឡាន2WD ទេបងប្អូនវាលកង់ក្រោយទេហើយកង់មុខរបស់វាគឺសម្រាប់យើងកាត់ចកូតបាទវាមិនមែនជាពពួក 4WD ទេវាលកង់4ទេបាទនេះថ្មរបស់វាជាប្រភេទថ្មពីរគ្រាប់បែបនេះបងប្អូនគ្នាបាទទំហំថ្មគឺ 3.7 វ៉ុល 1000 មីលីអាំពែម៉ោងថ្មនេះបើកាលណាយើងសាកពេញណាយើងអាចលេងបានប្រហែលជាខ្ទង់20នាទីបាទ20នាទីអានឹងយើងអាចលេងបានប៉ុណ្ណឹងហើយយើងធ្វើការនេះសិនមកខ្ញុំបើកខ្ញុំ turn off ទៅបាទខ្ញុំ connect វាចូលហើយខ្ញុំបិទវាវិញបាទខ្ញុំបើកនេះកូនឡានរបស់យើងបងប្អូនគ្នាបាទកូនឡានរបស់យើងគឺស្រស់ស្អាតមែនតើគឺ cute តែម្ដងបាទនេះដូចខ្ញុំបានជំរាបជូនបងប្អូនអញ្ចឹងមានថាវាមានភ្លើង LED នៅខាងក្រោយក៏មានភ្លើងនៅខាងមុខនេះក៏មានហើយនៅភ្លើងនៅតាមនេះក៏មានហើយភ្លើងនៅខាងលើនេះក៏មានអញ្ចឹងគឺសម្រាប់កូនឡាននេះគឺពិសេសវិសាលមែនតើហើយអ្វីដែលជាពិសេសនេះកូនឡាននេះនៅពេលយើងបើក tele remote control មកគឺវាស្គាល់គ្នាតែម្ដងឈប់សិនបងប្អូននេះបាទនៅពេលដែលយើងបើក tele មកគឺវាស្គាល់បាទនៅពេលដែលឡាននឹង tele ស្គាល់គឺភ្លើងរបស់ឡានវាឈប់ញាក់ទៀតហើយបាទភ្លើងរបស់ឡានវាឈប់ញាក់ហើយនេះយើងបញ្ជា testing គួរសមភ្លើងរបស់វានេះគឺយើងអាចបិទបើកបានតាម tele remote control បាទទំនើបមែនតើបាទកូនឡាននេះបើយើងនិយាយពីតម្លៃគឺធូរបាទតម្លៃ$15ហើយបើយើងនិយាយពី speed នៃល្បឿនរបស់វាគឺ20គីឡូម៉ែត្រក្នុង1ម៉ោងឡាននេះយើងអាចបញ្ជាបានឆ្ងាយគួរសមដែរប្រហែលជាខ្ទង់50ម៉ែត្រដែរបាទខ្ទង់50ម៉ែត្រដែរអញ្ចឹងសម្រាប់កូនបងអ្នកគ្នាយកទៅរៀនលេងរៀនប្រើនៅលើការ៉ូនៅលើស៊ីម៉ង់អូខេកូនបងអ្នកគ្នាអាចលេងបានហើយពពួកឡាននេះខ្ញុំអត់សូវណែនាំឲ្យបងប្អូនអ្នកគ្នាប្រើប្រាស់នៅលើដីហុយឬដីខ្សាច់ពេកទេបាទពីព្រោះអីដោយសារតែពពួកកូនឡាននេះវាប្រើនៅម៉ូទ័រប្រើមីញ៉ុងបាទហើយជាធម្មតានៅក្នុងម៉ូទ័រមីញ៉ុងរបស់វាហ្នឹងគឺវាមានខ្លាញ់វាមានប្រេងអញ្ចឹងណា
và tất cả na vía hoi đây hoi ấy rồi có sai trôi được nông motor nông mình nhông vía nó pe đây motor mình nhông vía pa cho mũi nó sai cái thôi mình nhông bởi những chạp sặc và chạp sặc rồi có vì ảnh bạn mình nhông bại dùm thôi mà chẳng tất cả là bạn mình nhông sặc mình nhông lươn hái cứ bông bông này nâng thở cả đô plat nơi mình nhông nâng này mà chẳng có màu đô plat rồi có chu lọt lưới chẳng bông bông này cũng pra vì là biếm chẳng bản chẳng dừng lên là đầy smooth rồi dừng lên là cỏ dừng lên là chạ sáp sẽ mong chạ sáp đấy mà miền Hà Lan mà bông hốt anh ở về bán dù ok chẳng tiết tiết dừng được cả testing ở này bông bông được này bà stop some